នៅក្នុងមេរៀនជាបន្តទៅទៀតនេះយើងសិក្សាពីរបៀបបញ្ចូលចំណុចឬក៏លេខរៀងនៅដើមវគ្គសេចក្តីនៅពេលដែលយើងចង់ដាក់ចំណុចឬលេខរៀងនៅដើមវគ្គសេចក្តីទី1យើងអាចចុចសញ្ញាផ្កាយហើយចុចគ្រាប់ចុច tab 1នៅពេលនេះវានឹងលោតនៅលេខចំណុចឬក៏យើងអាចចុចនៅលើនេះក៏បានដែរចុចលើនេះទៅវានឹងបាននៅចំណុចហើយយើងអាចធ្វើការវាយអត្ថបទបានសូមបញ្ជាក់ថានៅពេលដែលអត្ថបទរបស់យើងជួរទី1វាយមកមិនទាន់អស់សេចក្តីវាយធ្លាក់មកដល់ជួរទី2វាអត់មានចំណុចទៀតទេតែប្រសិនបើអត្ថបទរបស់យើងជួរទី1ត្រូវដាក់សញ្ញាខាត់នៅកន្លែងនេះនៅពេលដែលយើងចុច Enter ទម្លាក់វានឹងលោតបាននៅចំណុចមួយទៀតគឺបែបនេះឯងហើយយើងទៅសេបន្តនៅពេលដែលយើងចុច Enter ទម្លាក់វានឹងលោតនៅចំណុចមួយទៀតហើយប្រសិនបើយើងមិនចង់បាននៅចំណុចពណ៌ខ្មៅហ្នឹងយើងចង់បាននៅចំណុចណាទៀតអញ្ចឹងយើងគ្រាន់តែចុចគ្រាប់ចុច Delete រហូតដល់សញ្ញា Insertion Point នេះលោតមកនៅជាប់នឹង Margin ខាងឆ្វេងហើយលោតចឹងមកបន្តមកទៀតយើងធ្វើការដាក់នៅចំណុចថ្មីចុចទៅលើរូបក្បាលព្រួយនៅកន្លែង Bullet Tool នេះហើយធ្វើការជ្រើសរើសវាបន្តមកទៀតយើងអាចធ្វើការវាយអត្ថបទបន្តទៅទៀតបានចុច Enter ទម្លាក់នៅពេលនោះវានឹងលោតបាននៅសញ្ញាក្បាលព្រួយមួយទៀតឥឡូវគឺបែបនេះឯងហើយបើយើងមិនចង់បាននៅសញ្ញាក្បាលព្រួយនេះបន្តទៀតទេយើងគ្រាន់តែចុចគ្រាប់ចុច Delete រហូតដល់ Insertion Point លោតមកនៅជាប់នឹង Margin ខាងឆ្វេងហើយយើងធ្វើការដាក់នៅលេខរៀងហើយយើងអាចសរសេរអត្ថបទទៅបានគឺបែបនេះឯងអូខេហើយបើយើងមិនចង់បានចំណុចឬលេខរៀងបន្តទៅទៀតទេយើងគ្រាន់តែចុចគ្រាប់ចុច Delete រហូតហើយយើងសរសេរអត្ថបទតាមធម្មតាអូខេយើងយល់នៅចឹងហ្នឹងហើយមានតែប៉ុណ្ណឹងsee you later bye bye